សុស្ដីប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីសារព័ត៌មាន BBC ត្រូវនៅថ្ងៃទី5នៅកម្ពុជាថាអគ្គិភ័យនៅតែបន្តឆាបឆេះបន្ទាប់ពីយន្តហោះដឹកទំនិញ UPS មួយគ្រឿងបានធ្លាក់ក្នុងអំឡុងពេលហោះឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Louisville ក្នុងរដ្ឋ Kentucky រហូតមកដល់ពេលនេះមានអ្នកស្លាប់3នាក់ត្រូវបានបញ្ជាក់ប៉ុន្តែមន្ត្រីមូលដ្ឋានរំពឹងថាចំនួននេះនឹងកើនឡើងយ៉ាងហោចណាស់មនុស្ស11នាក់ឥឡូវនេះកំពុងត្រូវបានព្យាបាលរបួសនិងអ្នកផ្សេងទៀតកំពុងបាត់ខ្លួនមនុស្សដែលរស់នៅក្បែរនោះត្រូវបានគេប្រាប់ឲ្យស្វែងរកកន្លែងជ្រកកោនយន្តហោះនេះកំពុងដឹកប្រេងឥន្ធនៈប្រហែល 38,000 ហ្គាឡុងនៅពេលដែលវាផ្ទុះដោយមានអណ្ដាតភ្លើងឆាបឆេះឡើងរៀលដល់តំបន់នៅក្បែរនោះ UPS និយាយថាសមាជិកនាវិក3នាក់នៅលើយន្តហោះទាំងអស់នៅតែមិនទាន់រកឃើញនៅឡើយទេជើងហោះហើរនេះគឺ 2976 ដែលមានគោលដៅទៅកាន់រដ្ឋហាវ៉ៃហើយបានធ្លាក់នៅម៉ោងប្រហែល 17:15 នាទីម៉ោងក្នុងស្រុករដ្ឋបាលអាកាសចរសហព័ន្ធសហរដ្ឋអាមេរិកបាននិយាយយ៉ាងដូចនេះ